បើសិនជាកម្ពុជាយើងទិញយន្តហោះចម្បាំង J20 ត្រាកនពីប្រទេសចិនតើចំណាយថវិកាជាតិអស់ប្រមាណលានដុល្លារប្រទេសកម្ពុជាគឺជាប្រទេសដែលមានកងទ័ពអាកាសមានសមត្ថភាពមធ្យមក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ននេះកម្ពុជាតែងតែស្វែងរកការធ្វើខ្លួនឲ្យទាន់សម័យនៅសមត្ថភាពការពារជាតិរបស់កងទ័ពអាកាសរបស់កម្ពុជាក្នុងរូបភាពនៃបរិស្ថានសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចការពង្រឹងកម្លាំងការពារជាតិដែលមានប្រសិទ្ធភាពគឺជាកាតព្វកិច្ចចាំបាច់សម្រាប់រាជរដ្ឋាភិបាលរបស់កម្ពុជាយើងការទិញយន្តហោះចម្បាំងលំដាប់ទី5 J20 ត្រាកនពីប្រទេសចិនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់គឺជាជម្រើសមួយដែលអាចពិចារណាបានទោះបីជាបច្ចុប្បន្ននេះវាមិនទាន់ខ្លាចជាការពិតក៏ដោយការវិភាគនេះនឹងពិនិត្យអំពីការចំណាយប៉ាន់ស្មាននិងផលប៉ះពាល់លើសមត្ថភាពកងទ័ពអាកាសរបស់កម្ពុជាយើងប្រសិនបើកម្ពុជាទិញយន្តហោះចម្បាំង J20 ត្រាកនចំនួន10គ្រឿងពីប្រទេសចិននោះទី1ការប៉ាន់ស្មានឬការវិភាគនៃការចំណាយសរុបទាំងអស់យន្តហោះចម្បាំង J20 ត្រាកនត្រូវបានគេស្គាល់ថាជាយន្តហោះចម្បាំងលំដាប់ទី5ដែលមានតម្លៃខ្ពស់ដោយសារបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់វាដូចជាសមត្ថភាពបំបាំងកាយប្រព័ន្ធទំនាក់ទំនងទិន្នន័យនិងអេឡិចត្រូនិកនិងយោធាទំនើបផងដែរនិងការផ្លាស់ទីបានយ៉ាងលឿនផងដែរតម្លៃរបស់វាមិនត្រូវបានប្រកាសជាសាធារណៈដោយចិនផ្ទាល់នោះទេប៉ុន្តែការប៉ាន់ស្មានពីអ្នកជំនាញយោធាអន្តរជាតិបានដាក់តម្លៃ J20 ត្រាកននៅប្រហែល$100 លានសហរដ្ឋអាមេរិកក្នុងមួយគ្រឿងឬច្រើនជាងនេះទៀតដូច្នេះសម្រាប់យន្តហោះចម្បាំងចំនួន10គ្រឿងតម្លៃសរុបអាចមានចាប់ពី$1000 លានសហរដ្ឋអាមេរិកឡើងទៅការចំណាយបន្ថែមតម្លៃទិញយន្តហោះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះការចំណាយសរុបនឹងរួមមានជាបន្តទៀតការវឹកវើបដិបកនិងការគ្រប់គ្រងការវឹកវើអ្នកបើកបរនិងបុគ្គលិកគ្រប់គ្រងសម្រាប់យន្តហោះលំដាប់ទី5ត្រូវឲ្យមានឧបករណ៍ជំនួយនិង simulator ដែលមានតម្លៃខ្ពស់ផងដែរការថែទាំនិងហេដ្ឋារចនាសម្ព័ន្ធយន្តហោះលំដាប់ទី5តម្រូវឲ្យមានការថែទាំពិសេសរោងចក្រដែលមានបរិស្ថានត្រូវត្រួតពិនិត្យនិងការពារដ៏មោះមុតគ្រោះថ្នាក់បំផុតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះនឹងទាមទារដីសម្ភារៈនិងបច្ចេកទេសផងដែរមុននឹងសាងសង់ឡើងអាវុធនិងគ្រឿងបន្លាស់ការទិញមីស៊ីលគ្រាប់បែកនិងផ្នែកជំនួយគឺជាការចំណាយដាច់ដោយឡែកផ្សេងទៀតដោយមិនបានបូកចូលរួមជាមួយនឹងតម្លៃយន្តហោះនោះទេការធ្វើអាជីវកម្មនិងការធ្វើឲ្យទាន់សម័យតាមបច្ចេកវិទ្យាការវិភាគការធ្វើអាជីវកម្មជាប្រចាំនិងការធ្វើឲ្យទាន់សម័យប្រព័ន្ធផ្សេងដើម្បីរក្សាសមត្ថភាពដ៏លេចធ្លោរបស់យន្តហោះមួយគ្រឿងបើតាមការវិភាគសមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជាយើងថវិកាការពារជាតិរបស់កម្ពុជាមានចំនួនប្រហែល$700 លានសហរដ្ឋអាមេរិកក្នុងមួយឆ្នាំនេះគ្រាន់តែជាការប៉ាន់ស្មានបណ្ដោះអាសន្នប៉ុណ្ណោះការចំណាយតែមួយដង$1000 លានសហរដ្ឋអាមេរិកសម្រាប់យន្តហោះចម្បាំងគឺស្មើនឹងថវិកាការពារជាតិជាងមួយឆ្នាំនេះនឹងជាបន្ទុកហិរញ្ញវត្ថុដ៏ធំធេងហើយអាចប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផ្សេងទៀតរបស់ប្រទេសកម្ពុជាយើងដូច្នេះ
ការសម្រេចចិត្តបែបនេះនឹងត្រូវគិតគូរដោយប្រុងប្រយ័ត្ននិងត្រូវការពារធ្វើគម្រោងហិរញ្ញវត្ថុដ៏យូរអង្វែងផងដែរផ្នែកទី2ផលប៉ះពាល់លើសមត្ថភាពកងទ័ពអាកាសរបស់កម្ពុជាបើសិនជាអាចការលោតទៅកាន់យន្តហោះលំដាប់ទី5កងទ័ពអាកាសរបស់កម្ពុជាបច្ចុប្បន្នប្រើយន្តហោះចម្បាំងលំដាប់ទី4ដូចជា MiG-21 ចាស់និង L-39 Trainer Light Attack Aircraft ការទិញយន្តហោះចម្បាំង J-20 Dragon នឹងធ្វើឲ្យកម្ពុជាលោតទៅដល់កម្រិតនៃកងទ័ពអាកាសដ៏ទំនើបបំផុតមួយក្នុងតំបន់ភ្លាមផងដែរនេះគឺជាការកើនឡើងយ៉ាងខ្លាំងក្លានៅសមត្ថភាពរបស់កងទ័ពអាកាសរបស់កម្ពុជាយើងផងដែរសមត្ថភាពបំបាំងកាយរបស់យន្តហោះចម្បាំង J-20 Dragon ត្រូវបានរចនាឡើងដើម្បីជៀសវាងការរកឃើញដោយរ៉ាដារបស់សត្រូវដែលធ្វើឲ្យវាពិបាកក្នុងការចាប់យកនិងបំផ្លាញនេះផ្ដល់នូវអត្ថប្រយោជន៍យោធាយ៉ាងសំខាន់ផងដែរចំណែកសមត្ថភាពទំនាក់ទំនងនិងការប្រមូលផ្ដុំទិន្នន័យ J-20 អាចដំណើរការជាផ្នែកមួយនៃបណ្ដាញយោធាទំនើបចែករំលែកទិន្នន័យជាមួយយន្តហោះនិងគ្រឿងចក្រដទៃទៀតដោយពេលវេលាជាក់ស្ដែងផងដែរដែលអាចបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការទាំងមូលប្រព័ន្ធអេឡិចត្រូនិកយោធាដ៏ទំនើបប្រព័ន្ធរ៉ាដាដែលមានសមត្ថភាពខ្ពស់និងឧបករណ៍សម្រាប់ចាប់រ៉ាដារបស់សត្រូវបានយ៉ាងមានប្រសិទ្ធភាពបំផុតផ្ដល់ឲ្យអ្នកបើកបរដឹងមុនថាសត្រូវរបស់ខ្លួននៅទីណានិងកន្លែងណាដ៏ល្អប្រសើរផងដែរភាពឆ្លាតវៃនិងភាពបត់បែនរបស់យន្តហោះចម្បាំង J-20 Dragon ត្រូវបានគេចាត់ទុកថាជា Air Super Fighter ដែលមានសមត្ថភាពគ្រប់គ្រងអាកាសយាននិងអាចអនុវត្តប្រតិបត្តិការផ្សេងរួមគ្នារួមទាំងការវាយប្រហារលើដីនិងលើអាកាសបានយ៉ាងខ្លាំងក្លាផងដែរការពង្រឹងកងទ័ពអាកាសនិងការការពារដែនអាកាសរបស់កម្ពុជាយើងជាមួយនឹងយន្តហោះចម្បាំង J-20 Dragon កម្ពុជានឹងមានសមត្ថភាពការពារដែនអាកាសរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពជាងមុនយ៉ាងខ្លាំងក្លាបំផុតផងដែរសមត្ថភាពនេះអាចធ្វើឲ្យកម្ពុជាមានសមត្ថភាពក្នុងការគំរាមកំហែងយោធាកាន់តែខ្លាំងនិងបង្កើនទម្ងន់យុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់ផងដែរការពារដែនអាកាសរបស់ខ្លួនកម្ពុជាអាចប្រើសមត្ថភាពថ្មីនេះដើម្បីត្រួតពិនិត្យនិងការពារតំបន់ដែនអធិបតេយ្យរបស់ខ្លួននៅក្នុងឈូងសមុទ្រថៃនិងតាមតំបន់ចំនួនព្រំដែននានាឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរការបង្កើនសមត្ថភាពប្រតិបត្តិការរួមជាមួយនឹងបច្ចេកវិទ្យាទំនើបយន្តហោះចម្បាំង J-20 Dragon អាចដំណើរការជាមួយកងទ័ពផ្សេងទៀតនិងជាមួយកងទ័ពរបស់ប្រទេសជាដៃគូដែលបង្កើនសមត្ថភាពប្រតិបត្តិការរួមផងដែរការប្រឈមនឹងការរឹតបន្តឹងទោះបីជាមានអត្ថប្រយោជន៍យោធាយ៉ាងច្រើនក៏ដោយក៏មានការរឹតបន្តឹងយ៉ាងខ្លាំងផងដែរការរដ្ឋបិទផ្នែកបច្ចេកវិទ្យាប្រទេសដែលផលិតយន្តហោះលំដាប់ទី5ដូចជាចិនអាចមិនផ្ដល់នៅបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតឬប្រព័ន្ធដែលងាយរកឃើញសម្រាប់ប្រទេសដែលមិនមែនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុតនោះទេការពឹងផ្អែកលើបច្ចេកវិទ្យាបរទេសកម្ពុជានឹងពឹងផ្អែកទាំងស្រុងលើចិនសម្រាប់ការគ្រប់គ្រងផ្នែកបច្ចេកវិទ្យាការថែទាំការធ្វើអាជីវកម្មនិងការផ្គត់ផ្គង់គ្រឿងបន្លាស់នេះអាចជាបញ្ហាប្រសិនបើមានភាពតានតឹងនយោបាយឬចំនួននាពេលអនាគតភាពស្មុគស្មាញនៃប្រតិបត្តិការយន្តហោះលំដាប់ទី5
ទៀមទាកម្រិតជំនាញខ្ពស់ពីអ្នកបើកបរនិងជំនួយការផងដែរការបង្កើតក្រុមដែលមានសមត្ថភាពនេះនឹងចំណាយពេលយូរនិងទាមទារធនធានយ៉ាងច្រើនសម្រាប់ការហ្វឹកហាត់ផងដែរបរិស្ថាននយោបាយក្នុងតំបន់ការទិញយន្តហោះចម្បាំងដ៏ខ្លាំងបែបនេះអាចបង្កឲ្យមានការព្រួយបារម្ភពីប្រទេសជិតខាងជាពិសេសគឺប្រទេសថៃតែម្ដងនិងបង្កើនការប្រកួតប្រជែងយោធាក្នុងតំបន់ជាពិសេសនៅឈូងសមុទ្ររបស់ប្រទេសថៃដែលកំពុងតែមានការស្មុគស្មាញផងដែរការទិញយន្តហោះចម្បាំង J-20 Dragon ចំនួន10គ្រឿងពីប្រទេសចិននិងជាការសម្រេចចិត្តយោធានយោបាយនិងសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជាយើងតម្លៃប៉ាន់ស្មាន $1000 លានសហរដ្ឋអាមេរិកឬច្រើនជាងនេះទៅទៀតរួមទាំងការចំណាយបន្ថែមគឺជាបន្ទុកហិរញ្ញវត្ថុដ៏ធំធេងដែលទាមទារការគ្រប់គ្រងនយោបាយនិងការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ផងដែរទើបយើងអាចធ្វើទៅបានចំពោះសមត្ថភាពកងទ័ពអាកាសវានឹងធ្វើឲ្យកម្ពុជាយើងលោតពីកម្រិតបច្ចុប្បន្នទៅកាន់កម្រិតខ្ពស់បំផុតមួយក្នុងតំបន់ដោយផ្ដល់នូវសមត្ថភាពលាក់ខ្លួននិងសមត្ថភាពទំនាក់ទំនងដ៏មានឥទ្ធិពលនេះនឹងបង្កើនសមត្ថភាពការពារជាតិនិងទម្រង់យុទ្ធសាស្ត្ររបស់កម្ពុជាយ៉ាងខ្លាំងក្លាផងដែរទោះជាយ៉ាងណាក៏ដោយការពឹងផ្អែកលើបច្ចេកទេសបរទេសការរដ្ឋបិទផ្នែកបច្ចេកវិទ្យាការប្រឈមនិងការវឹកវើនិងការថែទាំព្រមទាំងប្រតិកម្មពីប្រទេសជិតខាងគឺជាកត្តាសំខាន់ដែលត្រូវគិតគូរមុននឹងយើងចរចាទិញយន្តហោះចម្បាំងនេះការសម្រេចចិត្តចុងក្រោយនឹងមិនត្រឹមតែផ្អែកលើតម្រូវការយោធាប៉ុណ្ណោះនោះទេប៉ុន្តែផ្អែកលើយុទ្ធសាស្ត្រជាតិទាំងមូលសមត្ថភាពសេដ្ឋកិច្ចនិងទស្សនវិស័យដ៏យូរអង្វែងរបស់ប្រទេសក្នុងបរិស្ថាននយោបាយនិងយោធាក្នុងតំបន់ជាចុងក្រោយតើបងប្អូនគិតថាកម្ពុជាយើងគួរតែទិញយន្តហោះចម្បាំង J-20 Dragon ពីប្រទេសចិនដែរឬយ៉ាងណាហើយតើកម្ពុជាយើងអាចមានសមត្ថភាពអាចទិញយន្តហោះចម្បាំង J-20 Dragon ពីប្រទេសចិនបានដែរឬក៏យ៉ាងណាសូមពុកម៉ែបងប្អូនខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីដឹងថាមតិរបស់បងប្អូនគិតថាកម្ពុជាយើងមានសមត្ថភាពទិញឬក៏គួរទិញឬក៏មិនគួរទិញសូមអរគុណ